ជំរាបសួរនឹងខ្ញុំឈ្មោះត្រីសម្រស់ជាគ្រូបន្ទប់ថ្នាក់ទី3កនៃសាលាអន្តរជាតិ UKL ថ្ងៃនេះផងដែរនៅខ្ញុំធ្វើបំណិនអំពីគួរមានដូចជាសបកណែមសាច់មាន់ដូចបញ្ចុកត្រសក់សាឡាត់ហើយជាចុងក្រោយគេគឺជាទឹកត្រីផ្អែមដែលយើងមិនអាចខ្វះបាននេះគឺជាគ្រឿងផ្សំដែលនឹងខ្ញុំបានរៀបរាប់ពីខាងលើអំបញ្ញមិញសូមទស្សនាពីរបៀបធ្វើទាំងអស់គ្នាជាដំបូងនឹងខ្ញុំបានយកសបកណែមទៅជ្រលក់ទឹកដើម្បីឲ្យវាទន់ហើយនឹងខ្ញុំបានរៀបរាប់ប្រាប់កូនសិស្សពីរបៀបធ្វើគោនេះផងដែរឲ្យគាត់មើលនិងអនុវត្តជាក់ស្ដែងទាំងអស់គ្នាជាដំបូងនឹងខ្ញុំបានដាក់សាឡាត់នំបញ្ចុកត្រសក់ហើយជាចុងក្រោយគេគឺជាសាច់មាន់បន្ទាប់ពីដាក់សាច់មាន់រួចរាល់ហើយនាងខ្ញុំក៏យកសបកណែមដែលនៅខាងក្រោយនឹងបត់វាចូលក្នុងចំណែកឯសបកណែមដែលនៅសងខាងនឹងនាងខ្ញុំក៏បត់វាចូលក្នុងផងដែរហើយនាងខ្ញុំប្រើបរិមាណដៃថ្នមក្នុងការមូលគួងឥឡូវនេះគួងរបស់នាងខ្ញុំបានធ្វើរួចរាល់ហើយផងដែរនាងខ្ញុំក៏បានឲ្យកូនសិស្សរបស់នាងខ្ញុំអនុវត្តជាក់ស្ដែងតែម្ដងជាចុងក្រោយវីដេអូធ្វើបំណិនរបស់នាងខ្ញុំត្រូវបានបញ្ចប់សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដោយអចេតនាសូមអរគុណសូមជម្រាបលា